ប្រទេសអេស្ប៉ាញស្ថិតនៅទ្វីបអឺរ៉ុបភាគនិរតីជាប់ប្រទេសប៉ុកទីហ្គាល់និងប្រទេសបារាំងហើយភាគច្រើនជាប់សមុទ្រមានផ្ទៃដី 55,990 គីឡូម៉ែត្រការ៉េនិងប្រជាជនជិត 49 លាននាក់ធ្លាប់ជាប្រទេសមហាអំណាចអាណានិគមដ៏ធំមួយភាសាអេស្ប៉ាញជាភាសាដែលមានមនុស្សនិយាយច្រើនមានវប្បធម៌សម្បូរបែបនិងមានទេសភាពស្រស់ស្អាតសម្បូរមនុស្សទៅលេងជាដើមតើបងប្អូនបានដឹងអ្វីខ្លះពីប្រទេសអេស្ប៉ាញទាំងនេះជារឿងទាំង40យ៉ាងអំពីប្រទេសអេស្ប៉ាញ1. អេស្ប៉ាញជាប្រទេសប្រជាធិបតេយ្យរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមួយក្រោយពីមេដឹកនាំផ្ដាច់ការស្ដាំនិយមលោក Franco បានទទួលមរណភាពនៅឆ្នាំ 1975 មកព្រះចៅ Juan Carlos ទី 1 បានត្រឡប់ទៅឡើងគ្រងរាជសម្បត្តិវិញក្រោយពីសោយរាជសម្បត្តិហើយកាលពីឆ្នាំ 2014 ព្រះអង្គបានដាក់រាជទៅរាជបុត្ររបស់ព្រះអង្គគឺព្រះចៅ Philip ទី 6 2. ភាសាអេស្ប៉ាញជាភាសាមានអ្នកនិយាយច្រើនបំផុតមួយបច្ចុប្បន្នមានប្រជាជនទូទាំងពិភពលោកប្រមាណជា 580 លាននាក់នៅ 21 ប្រទេសដូចជាប្រទេសអេស្ប៉ាញខ្លួនឯង មេក្ស៊ីកូ ខូស្តារីកា អែលសាវ៉ាដឺ ហ្វាតេម៉ាឡា ហុនឌូរ៉ាស អាហ្សង់ទីន បូលីវីយ៉ា ឈីលី កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្គាយ ពេរូ អ៊ុយរ៉ាហ្គាយ និងវេណេស៊ុយអេឡាជាដើម 3. ចម្រៀងជាតិឬចម្រៀងគោរពទង់ជាតិអេស្ប៉ាញមានតែសាច់ភ្លេងគ្មានទំនុកច្រៀងនោះទេមានន័យថាមិនមានពាក្យពេចន៍សម្រាប់ច្រៀងដូចកម្ពុជាយើងសូមពួកទេវតានិងប្រទេសភាគច្រើនផ្សេងទៀតនោះទេក្នុងប្រវត្តិសាស្ត្រប្រទេសនេះគេបានព្យាយាមតែងជាទំនុកបញ្ចូលសម្រាប់ច្រៀងប៉ុន្មានដងដែរតែគេនៅតែមិនបានដាក់ទំនុកណាមួយថាជាទំនុកច្រៀងគោរពទង់ជាតិជាផ្លូវការនោះទេជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតលើពិភពលោកដែលភ្លេងជាតិគ្មានទំនុកច្រៀង4. ប្រទេសអេស្ប៉ាញមានភាសាផ្លូវការចំនួន4ភាសាត្បិតថាភាសាអេស្ប៉ាញមានអ្នកនិយាយយ៉ាងច្រើនក្តីតែនៅប្រទេសអេស្ប៉ាញខ្លួនឯងវិញមិនមែនសុទ្ធតែនិយាយភាសាអេស្ប៉ាញនោះទេប្រទេសអេស្ប៉ាញគឺជាប្រទេសមានសហគមន៍ស្វ័យយ័តចំនួន17ក្នុងចំណោមភាសាទាំង4មានអ្នកនិយាយភាសាអេស្ប៉ាញ 72% ប៉ុន្តែក្នុងចំណោមតំបន់ស្វ័យយ័តទាំង17មាន6តំបន់និយាយភាសាក្រៅពីអេស្ប៉ាញគេនិយាយភាសាដូចជាកាតាឡាន់ បាស្គូ ហ្គាលីខេននិងភាសាអារ៉ានីស 5. អេស្ប៉ាញជាចក្រភពដែលព្រះអាទិត្យមិនចេះអស់ស្ដង់គត់ដំបូងគេឬឃ្លាដើមជាភាសាអង់គ្លេសថា Empire in which the sun never sets បច្ចុប្បន្នកាលណាគេនិយាយឃ្លានេះគឺគេសំដៅលើចក្រភពអង់គ្លេសក៏ប៉ុន្តែដំបូងបំផុតគឺព្រះចៅអធិរាជឆាលទី5នៃចក្រភព Holy Roman និងចក្រភពអេស្ប៉ាញទេដែលបានប្រើពាក្យស្លោកនេះ 6. យោងតាម The Guinness Book of World Records ដែលជាកំណត់ត្រាឯកតកម្មភោជនីយដ្ឋានចាស់បំផុតគឺស្ថិតនៅប្រទេសអេស្ប៉ាញភោជនីយដ្ឋាន Casa Botín ស្ថិតនៅរាជធានីម៉ាឌ្រីតគេបានបង្កើតឡើងតាំងពីឆ្នាំ 1725 ជាភោជនីយដ្ឋានដែលបើកដំណើរការលក់ចំណីអាហារដំបូងបំផុតលើពិភពលោកមកទល់ពេលបច្ចុប្បន្ននេះទៅហើយភោជនីយដ្ឋាននេះនៅតែលក់ដាច់ខ្លាំងដដែលជាទូទៅតែងតែមានគេកក់ពេញរហូតជាពិសេសម្ហូបប្រចាំភោជនីយដ្ឋាននេះគឺជ្រូកអាំងបែបអេស្ប៉ាញ 7. ផលិតប្រេងអូលីវជាង 40% នៃប្រេងអូលីវសរុបលើពិភពលោកក្នុងមួយឆ្នាំអេស្ប៉ាញផលិតបានប្រេងអូលីវ 1,50,000 តោនចំការអូលីវទ្រង់ទ្រាយធំភាគច្រើនស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះគឺនៅតំបន់ Andalusia និង Catalonia ដោយសារតែនៅតំបន់នេះអាកាសធាតុអំណោយផលណាស់ដល់ការដាំដុះដើមអូលីវ 8. កីឡាបាល់ទាត់ជាកីឡានិយមទូទាំងប្រទេសបងប្អូនច្បាស់ជាធ្លាប់ឮឈ្មោះក្រុមបាល់ទាត់ល្បីៗជាមិនខានជាពិសេសបងប្អូនដែលចូលចិត្តកីឡាបាល់ទាត់ដូចជាក្រុម Real Madrid និង Barcelona ជាដើមដែលបានតាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកមិនតិចនោះទេ 9. អេស្ប៉ាញមានបុណ្យគប់អាហារដ៏ធំមួយមនុស្សជាង 20,000 នាក់តែងតែជួបជុំគ្នានៅក្នុងក្រុងមួយក្បែរតំបន់ស្វ័យយ័ត Valencia ដើម្បីចូលរួមយកផ្លែប៉េងប៉ោះគប់គ្នាទៅវិញទៅមកគេយកផ្លែប៉េងប៉ោះមិនតិចជាង 10,000 ផ្លែនោះទេយកទៅគប់គ្នាលេងបែកខ្ចាយពេញផ្លូវរីឯមនុស្សវិញប្រឡាក់ប្រឡោះឡើងក្រហមងាំងតែម្ដង 10. បុណ្យគោដេញ San Fermin មិនមែនដេញគោនោះទេគឺគោដេញជាពិធីទំនៀមទម្លាប់មួយដែលគេធ្វើជារៀងរាល់ឆ្នាំនៅតំបន់ Pamplona ជាពិធីបុណ្យដ៏ប្រថុយនឹងគ្រោះថ្នាក់មួយដែលនាំឲ្យគេឆ្ងល់ថាហេតុអ្វីបានជាគេធ្វើបែបនេះដូចជាបុណ្យរត់កាត់រងើកភ្លើងនៅឥណ្ឌាដែរគេឲ្យវងគោឡើងគមួយវងដេញពីក្រោយរីឯអ្នកក្លាហានទាំងឡាយរត់ពីមុខវងគោកាចទៅនោះទោះជារត់លឿនយ៉ាងណាក៏ដោយក៏ជាមិនរួចពីមានអ្នករងរបួសដោយសារវងគោរត់ទាន់ជាន់ឬជល់ឡើយតែមើលទៅគេសប្បាយនឹងរត់ណាស់ 11. អេស្ប៉ាញជាស្រុកកំណើតរបស់វិចិត្រករល្បីៗលំដាប់អន្តរជាតិរាប់សតវត្សមកហើយមានវិចិត្រករស្នាដៃឆ្នើមជាច្រើនដែលមានកំណើតនៅប្រទេសអេស្ប៉ាញជាពិសេសលោក Pablo Picasso នៅសតវត្សទី 20 ជាដើមហើយនៅលើโลกនេះគ្មានជាងគំនូរវិទ្យាជីវៈណាម្នាក់ដែលមិនស្គាល់ពីលោក Picasso នោះទេ 12. ទំនៀមទម្លាប់អេស្ប៉ាញមនុស្សម្នាក់តែងតែមាននាមត្រកូល2ដោយត្រកូលទី1ជានាមត្រកូលខាងឪពុករីឯនាមត្រកូលមួយទៀតជានាមត្រកូលខាងម្ដាយនៅអេស្ប៉ាញគេប្រើនាមត្រកូលទាំងពីរនេះជាទូទៅក្នុងឯកសារគតិយុត្តនានា
13ប្រទេសអេស្ប៉ាញឈរលើគោលនយោបាយអព្យាក្រឹតទាំងក្នុងសង្គ្រាមលោកលើកទី1ពីឆ្នាំ1914ដល់ឆ្នាំ1918និងសង្គ្រាមលោកលើកទី2ពីឆ្នាំ1939ដល់ឆ្នាំ1945ព្រះមហាក្សត្រអេស្ប៉ាញព្រះចៅអាល់ហ្វុនសូទី13បានឈរលើគោលការណ៍អព្យាក្រឹតយ៉ាងមានប្រសិទ្ធភាពក្នុងសង្គ្រាមទាំងពីរគឺរហូតដល់សង្គ្រាមស៊ីវិលអេស្ប៉ាញពីឆ្នាំ1936ដល់ឆ្នាំ1939ដែលបានការពារប្រទេសអេស្ប៉ាញពីការពាក់ព័ន្ធនឹងសង្គ្រាមលោកទាំងពីរ14តើបងប្អូនដឹងទេថាជនជាតិអេស្ប៉ាញចូលចិត្តលេងអ្វីគឺចាក់ឆ្នោតនេះជាវប្បធម៌របស់អេស្ប៉ាញមួយដែលប្រជាជនអេស្ប៉ាញចូលចិត្តចាក់ឆ្នោតបែបនេះក្រុមហ៊ុនឆ្នោត El Gordo Lottery ជាក្រុមហ៊ុនដ៏ពេញនិយមមួយជាពិសេសនៅពេលបុណ្យគ្រីស្មាសម្ដងគេលេងឆ្នោតជាទ្រង់ទ្រាយធំតែម្ដង15មានក្រុងមួយនៅប្រទេសអេស្ប៉ាញមនុស្សចំនួន700នាក់បានយកនាមត្រកូលដូចគ្នាថាជប៉ុននៅតំបន់ជ្រលងភ្នំសេវីឡាគឺនៅក្រុងមួយមានឈ្មោះថាកូរីយ៉ាdel Rioរឿងនេះពាក់ព័ន្ធនឹងបរិសសាមរ័យជនជាតិជប៉ុនម្នាក់មានឈ្មោះថា Hasekura Tsunenaga ដែលបានធ្វើដំណើរទៅរស់នៅប្រទេសអេស្ប៉ាញកាលពីសតវត្សទី17ហេតុដូច្នេះហើយទើបមានកូនចៅចំនួនក្រោយរបស់គាត់បានដាក់នាមត្រកូលថាជប៉ុនដូចគ្នា16 Coca-Cola មានប្រភពនៅអេស្ប៉ាញអ្នកណាក៏ដឹងដែរថា Coca-Cola ជាផលិតផលរបស់សហរដ្ឋអាមេរិកប៉ុន្តែវាមានរឿងរ៉ាវទាក់ទងនឹងប្រទេសអេស្ប៉ាញដែរមានរឿងមួយបានឲ្យដឹងថាលោក Juan Martín Carbonell បានច្នៃភេសជ្ជៈមួយប្រភេទដែលគាត់បានដាក់ឈ្មោះថា Cola Coca នៅឆ្នាំ1885គឺ2ឆ្នាំមុនគេបានផលិត Coca-Cola ជាផ្លូវការ18មានវប្បធម៌ពិសេសប្លែកពីគេមួយពេលចូលឆ្នាំថ្មីជនជាតិអេស្ប៉ាញជឿថាគេនឹងទទួលបានសំណាងល្អពេញមួយឆ្នាំកាលណានៅយប់ថ្ងៃឆ្លងឆ្នាំគេទទួលទានផ្លែទំពាំងបាយជូរ12គ្រាប់ដូចចំនួនម៉ោងនៅក្នុងនាឡិកា19ជាប្រទេសមានសម្បត្តិបេតិកភណ្ឌចុះបញ្ជីអង្គការ UNESCO ច្រើនទី4ប្រទេសនេះមានសម្បត្តិបេតិកភណ្ឌចំនួន48កន្លែងដូចជារាជវាំង Alhambra, Ocean Grill និងបេតិកភណ្ឌពិភពលោក Sagrada Familia ជាដើម20អេស្ប៉ាញជាប្រទេសដាំដុះនិងប្រមូលផលផ្លែ strawberry ច្រើនបំផុតមួយប្រទេសនេះប្រមូលផលផ្លែ strawberry បានខ្ទង់300លានគីឡូក្រាមក្នុងមួយឆ្នាំផ្លែ strawberry ទាំងនោះជាង 90% គេនាំចេញទៅទីផ្សារនៅក្រៅប្រទេសតំបន់ដែលគេដាំដុះច្រើនបំផុតគឺនៅ Huelva នៃតំបន់ស្វយ័ត Andalusia 21អេស្ប៉ាញជាប្រទេសផលិតស្រាក្រហមធំទី2របស់ពិភពលោកគេទទួលស្គាល់ថាអេស្ប៉ាញផលិតស្រាក្រហមឆ្ងាញ់ណាស់ក្នុងមួយឆ្នាំគេផលិតស្រាទំពាំងបាយជូរបានជាង3លាន30ម៉ឺនតោនឯណោះដើរពីក្រោយតែអ៊ីតាលីមួយគត់យីហោ Rioja, Priorat និង Ribera ជាដើមសុទ្ធសឹងតែជាក្រុមហ៊ុនផលិតស្រាក្រហមល្បីៗនៅប្រទេសនេះ22មានទីតាំងនៅរាជធានីម៉ាឌ្រីតរាជវាំងរបស់ព្រះមហាក្សត្រអេស្ប៉ាញជារាជវាំងដ៏ធំបំផុតមួយនៅអឺរ៉ុបជាវាមានដ៏ធំស្កឹមស្កៃសាងសង់លើផ្ទៃដីប្រមាណជា 135,000 ម៉ែត្រការ៉េឬ 13 ហិកតាកន្លះ23ទទួលបានពានរង្វាន់ Nobel ផ្នែកអក្សរសាស្ត្រច្រើនទី2លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកមកប្រទេសអេស្ប៉ាញជាប្រទេសទទួលបានពានរង្វាន់ច្រើនទី2ប្រទេសនេះបានទទួលពានរង្វាន់ Nobel អក្សរសាស្ត្រចំនួន7ពាន24ផលិត saffron ធំទី3អេស្ប៉ាញបានដាំដុះ saffron នៅតំបន់ La Mancha ដែលគេបានដាំ saffron ជាច្រើនប្រភេទមានចន្ទរសជាតិនិងមានក្លិនឈ្ងុយផ្សេងៗគ្នាយើងបានដឹងហើយថា saffron ជាមាសក្រហមតែមានតម្លៃថ្លៃជាងមាសទៅទៀតកាលពីឆ្នាំ2022អេស្ប៉ាញទទួលបានចំណូលពីការនាំចេញ saffron បានជាង$60 លាន$20,000សហរដ្ឋអាមេរិក25ទំនៀមទម្លាប់ធ្វើពណ៌មនុស្សក្នុងភាសាអេស្ប៉ាញគេហៅថា Castel គេមានមនុស្សមួយក្រុមឈរជាន់លើស្មាគ្នាដើម្បីបង្កើតបានជាពណ៌មួយឲ្យបានមនុស្ស10ជាន់ពណ៌មនុស្សបែបនេះគេច្រើនតែធ្វើដើម្បីអបអរសាទរបុណ្យទានផ្សេងៗគេមានច្រើនក្រុមចូលរួមក្រុមណាធ្វើបានច្រើនជាន់គេនឹងទទួលបានការលើកទឹកចិត្ត26ស្រាទំពាំងបាយជូរពណ៌ខៀវដ៏ពិសេសគេបានរកឃើញនៅប្រទេសអេស្ប៉ាញយីហោ Giglio ជាប្រភេទស្រាទំពាំងបាយជូរខៀវដែលគេផលិតពីផ្លែទំពាំងបាយជូរក្រហមព្រឿងនិងផ្លែទំពាំងបាយជូរពណ៌សត្រូវបានគេរកឃើញនៅប្រទេសអេស្ប៉ាញ27ភាសាអេស្ប៉ាញមានពាក្យដែលមានប្រភពពីភាសាអារ៉ាប់ជាង 3000 ពាក្យការនេះបង្ហាញពីទំនាក់ទំនងនៃប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរកាលពីសម័យបុរាណមិនខុសពីភាសាអង់គ្លេសដែលមានភាសាអារ៉ាប់ដែរនោះទេភាគច្រើនពាក្យផ្ដើមដោយ a និង al ដូចជា azul, acentuna, almohada ជាដើម28ប្រទេសអេស្ប៉ាញជាប្រទេសដែលមានភ្ញៀវបរទេសទៅទស្សនាច្រើនបំផុតទី3លើពិភពលោកជារៀងរាល់ឆ្នាំប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរពីប្រទេសនានាលើពិភពលោកឲ្យទៅទស្សនាជាង83លាននាក់អេស្ប៉ាញជាគោលដៅទេសចរដ៏ពេញនិយមមួយបន្ទាប់ពីប្រទេសបារាំងនិងសហរដ្ឋអាមេរិក29មានអ្នកបរិច្ចាគសរីរាង្គច្រើនយោងតាមទិន្នន័យសុខាភិបាលរបស់អេស្ប៉ាញជាមធ្យមក្នុងមួយឆ្នាំមានជនជាតិអេស្ប៉ាញ49នាក់ក្នុងចំណោមមនុស្ស1លាននាក់បានលះបង់បរិច្ចាគសរីរាង្គរបស់ខ្លួនទៅអ្នកជំងឺដែលត្រូវការ
30ការកំណត់ល្បឿនអតិបរមានៅអេស្ប៉ាញមានកម្រិតលឿនជាងគេនៅអឺរ៉ុបច្បាប់ចរាចរណ៍អេស្ប៉ាញអនុញ្ញាតឲ្យអ្នកបើកបរបើកបានកម្រិត120គីឡូម៉ែត្រក្នុង1ម៉ោងនៅផ្លូវ highway ជាល្បឿនលឿនជាងប្រទេសណាទាំងអស់នៅអឺរ៉ុប31ជាសង្គមមួយដែលប្រជាជនបើកចិត្តទូលាយណាស់ជនជាតិអេស្ប៉ាញត្រូវបានគេទទួលស្គាល់ថាជាជនជាតិដែលមានការអត់ឱនឲ្យគ្នាទៅវិញទៅមកមានជំរឿនមួយនៅអឺរ៉ុបកាលពីឆ្នាំ2010បានដឹងថាជនជាតិអេស្ប៉ាញភាគច្រើនយល់ឃើញថាអ្នកស្រឡាញ់ភេទដូចគ្នាគួរតែរស់នៅតាមរបៀបរបស់ពួកគេការរៀបការភេទដូចគ្នាមានភាពស្របច្បាប់តាំងពីឆ្នាំ2005មកម្ល៉េះនៅប្រទេសនេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះដែលបង្ហាញថាអេស្ប៉ាញជាមនុស្សបើកចិត្តទូលាយ32ប៉ម Eiffel Tower ដំបូងឡើយជាគម្រោងសម្រាប់សាងសង់នៅអេស្ប៉ាញដំបូងឡើយគម្រោងនេះគេបានស្នើធ្វើនៅទីក្រុងបាសេឡូណានោះទេប៉ុន្តែរដ្ឋាភិបាលអេស្ប៉ាញបានច្រានចោលគម្រោងនេះទីបំផុតគេបានយកទៅប្រទេសបារាំងក៏ទទួលយកគម្រោងនេះទៅសាងសង់33ប្រទេសអេស្ប៉ាញជាប្រទេសដែលបានអភិវឌ្ឍរួចមួយដើរតួជាប្រទេសសេដ្ឋកិច្ចធំទី15ទូទាំងពិភពលោកជាសមាជិកសហគមន៍អឺរ៉ុបនិងជាសមាជិកនៃប្រទេសចាយប្រាក់អឺរ៉ូកាលពីឆ្នាំ2022អេស្ប៉ាញជាប្រទេសនាំចេញធំទី19ជាប្រទេសនាំចូលធំទី15កាលពីទសវត្សរ៍ឆ្នាំ2000ជាពេលដ៏ល្អសម្រាប់សេដ្ឋកិច្ចសកលលោកក្នុងនោះរួមទាំងប្រទេសអេស្ប៉ាញផងប្រទេសនេះបានចូលជាប្រទេសចាយប្រាក់អឺរ៉ូដោយជោគជ័យដែលជាហេតុនាំឲ្យការធ្វើពាណិជ្ជកម្មនិងទេសចរមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់34ភ្ញៀវទេសចរពិសេសពីអាល្លឺម៉ង់និងអង់គ្លេសបាននាំគ្នាទៅលេងប្រទេសអេស្ប៉ាញយ៉ាងច្រើនកុះករជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់អេស្ប៉ាញក្រុមហ៊ុនរាប់រយក្រុមហ៊ុនបានកកើតឡើងជាបន្តបន្ទាប់នៅប្រទេសនេះដែលគេអាចផលិតនិងនាំចេញផលិតផលទៅគ្រប់ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបដោយសេរីមានកំណើនក្រុមហ៊ុនកំណើនរោងចក្រក៏នាំឲ្យការងារសម្រាប់ប្រជាជនអេស្ប៉ាញក៏មានការកើនឡើងផងដែរ35អេស្ប៉ាញនាំចេញផលិតផលឧស្សាហកម្មដូចជាម៉ាស៊ីនយានយន្តចំណីអាហារសម្ភារៈវេជ្ជសាស្ត្រថ្នាំពេទ្យនិងផលិតផលជាច្រើនទៀតទៅប្រទេសជាដៃគូសំខាន់ៗដូចជាអាល្លឺម៉ង់បារាំងអ៊ីតាលីប៉ូទុយហ្គាល់និងសហរដ្ឋអាមេរិកក្រៅពីនាំផលិតផលចូលប្រទេសទាំងនោះនៅអឺរ៉ុបប្រជាជនអេស្ប៉ាញក៏អាចទៅធ្វើការនៅតាមប្រទេសទាំងអស់នោះបានដោយសេរីផងដែរមានប្រជាជនអេស្ប៉ាញជាច្រើនទៅធ្វើការនៅអាល្លឺម៉ង់បារាំងនិងអង់គ្លេសជាដើម36យោធាអេស្ប៉ាញមានតួនាទីធានានៅឯករាជ្យភាពអធិបតេយ្យភាពរបស់រាជាណាចក្រអេស្ប៉ាញគេមានកងទ័ពជើងគោកជើងទឹកជើងអាកាសកងឆ្មាំរាជវាំងនិងផ្នែកភ្នាក់ងារកងទ័ពអេស្ប៉ាញកងទ័ពអេស្ប៉ាញជាកងទ័ពខ្លាំងក្នុងចំណោមប្រទេសនៅអឺរ៉ុបហើយបាននិយាយពីលើឆាកអន្តរជាតិកងទ័ពអេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ20ក្នុងចំណោម145ប្រទេសនេះយោងតាម Global Fire Power 37មានរបៀបស្វាគមន៍គ្នាបែបពិសេសជនជាតិអេស្ប៉ាញតែងតែធ្វើបដិសណ្ឋារកិច្ចឬមានរបៀបរបបជួបគ្នាដែលធ្វើឲ្យមានភាពកក់ក្ដៅនិងស្និទ្ធស្នាលពេលស្ត្រីពីរនាក់ជួបគ្នាឬបុរសជួបស្ត្រីគេថើបថ្ពាល់គ្នាទៅវិញទៅមករីឯបុរសជួបគ្នាគេចាប់ដៃដូចប្រទេសទូទៅដែរ38អេស្ប៉ាញមានកោះជាង 1000 កោះក្រៅពីកាន់កាប់ដីគោកប្រទេសនេះក៏មានកោះមួយចំនួនធំដែរដែលជាកម្មសិទ្ធិរបស់ខ្លួនចាប់ពីកោះនៅសមុទ្រមេឌីទែរ៉ាណេដូចជាកោះម៉ាឡូខាអ៊ីប៊ីហ្សានិងកោះមេណូខារហូតដល់កោះភ្នំភ្លើងកាណារីដែលមានទេសភាពស្រស់ស្អាតទាក់ភ្នែកកោះទាំងអស់នេះក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរទៅលេងអេស្ប៉ាញផងដែរ39ជាប្រទេសទី1ដែលប្រើប្រាស់អគ្គិសនីបានពីកង្ហារខ្យល់ជាប្រភពថាមពលចម្បងប្រទេសសម្បូរប្រេងគេប្រើប្រេងប្រទេសសម្បូរធ្យូងថ្មគេប្រើធ្យូងថ្មប្រទេសខ្លះទៀតគេមានទំនប់វារីអគ្គិសនីរីឯអេស្ប៉ាញចាប់ពីឆ្នាំ2013មកអគ្គិសនីភាគច្រើនលើសលប់បានមកពីកង្ហារខ្យល់នៅអេស្ប៉ាញមានសមត្ថភាពផលិតអគ្គិសនីបាន 54000 ជីហ្គាវ៉ាត់ម៉ោង40 siesta ជាការសម្រាកពេលថ្ងៃចន្លោះពីម៉ោង1ទៅម៉ោង5កម្រមានជនជាតិអេស្ប៉ាញណាភ្លេចសម្រាកពេលថ្ងៃណាស់ហាងលូដូនានានិងស្ថាប័នរដ្ឋតែងតែសម្រាកបន្តិចដើម្បីឲ្យបុគ្គលិកបានតម្រេតពេលថ្ងៃបន្តិចនេះហើយមិនដឹងជាយ៉ាងម៉េចនោះទេរឿងធម្មតាមួយនៅប្រទេសអេស្ប៉ាញបែរជាល្បីល្បាញទូទាំងពិភពលោកទៅវិញតើបងប្អូនបានដឹងអ្វីខ្លះទៀតពីប្រទេសអេស្ប៉ាញសូមខមមិនឲ្យយើងខ្ញុំបានដឹងផងសូមអរគុណ